បាទឥឡូវនេះខ្ញុំនឹងធ្វើការបើកប្រអប់ mechanical keyboard មក HP ហើយនេះជាលើកទី1របស់ខ្ញុំដែរកន្លងមកគឺអត់ដែលមាន mechanical keyboard នឹងប្រើទេហើយ keyboard នេះមក HP brand HP ប៉ុន្តែខ្ញុំឆែកមើលនៅក្នុងអ៊ីនធឺណិតគឺអត់ឃើញមានទេអញ្ចឹងមិនដឹងថាជារបស់ fake ឬមួយក៏របស់ brand HP ប្រកាសដែរអត់ប៉ុន្តែបើមើលតាមការវេចខ្ចប់វាដូចជារបស់ brand អញ្ចឹងគឺវាមាន logo HP មាន barcode មានអីនេះតែឆ្ងល់ search ក្នុង Google គឺអត់ឃើញមានទេហើយឃើញលក់ធូរថ្លៃដែរគឺ$25ហើយវាមាន hot plug អាចដកដូរ switch វាបាន type C សាកថ្មសំឡេងស្ងាត់មានdongle ដោយវាដោតមួយកុំព្យូទ័រប្រើ Bluetooth ក៏បានដែរnano receiver របស់វា dongle របស់វាហ្នឹង layout របស់វាគឺបែបនេះ98 key layout បើប្រៀបធៀបនឹងម៉ាកផ្សេងៗគេលក់ខ្ទង់ប៉ុណ្ណឹងដែរតែ brand ភាគច្រើន brand របស់ចិនហ្នឹងគេអត់ដែលស្គាល់ប៉ុន្តែគុណភាពរបស់វាគិតថាវាអាចល្អដែរប៉ុន្តែនេះគឺ brand HP ដល់ខ្ញុំនឹងបើកប្រអប់វាមើលបាទអញ្ចឹងគឺរាងក្រាស់ដែរហើយតែពិតទៅគឺខ្ញុំចង់រក mechanical keyboard ប្រភេទ low profile វាទាបយើងស្រួលចុចអញ្ចឹងនៅក្នុងប្រអប់មាន keyboard មានខ្សែ USB type C ប្រដាប់ដោះ key user guide កាត់អីហ៎ warranty អីហ៎រក dongle របស់វាបាទគឺនៅនេះបសចឹងខ្ញុំសាកប្រើជាមួយកុំព្យូទ័ររបស់ខ្ញុំតន់បើកវាមានប៊ូតុងបើកបាទគឺមានថ្មក្នុងហ្នឹងហើយលោតភ្លើងពណ៌ទៀតដើរដូចរឿង delay តិចបាទនេះគឺជាការប្រើប្រាស់លើកទី1របស់ខ្ញុំដែរហើយខ្ញុំមានអារម្មណ៍ថាវាហាក់ដូចជាយឺតឥឡូវសាកប្រើជាមួយនឹង USB វិញបិទ switch off មក off វិញបានយើងដោតតាម USB ប្រើហើយវាយដើរហើយប្រើតាម USB មានអារម្មណ៍ថាដូចលឿនជាងបាទសូមអរគុណ